Yep. Ok, sắp đâyទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងមកអានបុកប្រអប់នេះហើយតម្លើងវាជាមួយខ្ញុំអូខេអញ្ចឹងឃើញប៉ុណ្ណឹងអ្នកទាំងអស់គ្នាអាចទាយបានថាហ្នឹងគឺជាអីគេអូខេអញ្ចឹងប្រាប់អ្នកនរគ្នាទៅដោយសារតែជាក់ស្ដែង stand ខ្ញុំចាស់ហ្នឹងគឺខ្ញុំបានលក់បាត់ហើយជាក់ស្ដែងខ្ញុំចង់លក់នេះគាត់ទេប៉ុន្តែគាត់ថាស្ទើរលុយអញ្ចឹងខ្ញុំក៏លក់របស់ខ្ញុំចាស់ឲ្យគាត់ទៅហើយខ្ញុំតម្លើងថ្មីប្រើវិញក៏ប៉ុន្តែបើអ្នកនរគ្នាត្រូវការអាចប្រាប់ខ្ញុំបានព្រោះខ្ញុំមានថ្មីមួយទៀតនៅសល់ដែរអូខេអញ្ចឹងកុំឲ្យខាតពេលយូរតម្លើងទាំងអស់គ្នាអញ្ចឹងយើងងាកមកមើល accessory ទាំងអស់គ្នាខ្ញុំមិនដឹងថាតើក្នុងហ្នឹងគេមានថែមដាក់គេថែមនេះជាមួយមកអត់ទេណាធួលសោអីសម្រាប់មួលសម្រាប់អីណាព្រោះអាមុនមាននេះប្រហែលជាមានដែរដោយសារឃើញមានអូខេគេមានធួលវាមកជាមួយដែរខ្ញុំយកឲ្យជាមួយដាក់មាននេះមកជាជុំស្អីទៅអញ្ចឹងអ្វីដែលយើងត្រូវជ្រើសចេញអានេះគឺជាតពុមានពីរប្រភេទគឺតពុបែបគេហៅ U stand ហើយនិង L stand គឺសម្រាប់ទ្រសាក់ស៊ីឡើងវាវិលបានចេះប៉ុន្តែបើ U stand គឺសម្រាប់ម៉ូតូដែលមានតពុឡើងដូចម៉ូតូខ្ញុំគឺមានតពុនៅកន្លែងនេះសម្រាប់តពុវាឡើងតែខ្ញុំអាចប្រើ L stand បានដែរហើយចុងក្រោយគឺកង់នេះមាំល្អធំល្អទៀតអូខេអញ្ចឹងយើងចាប់ដើមដំបូងគឺការតម្លើង stand តម្លើងជាហៀងខាងនេះហើយយើងដាក់កង់យើងមើលការមានបានអូខេអញ្ចឹងអូខេអញ្ចឹងអានេះគឺវាមាំជាងចតុលចំចាស់បន្តិចដោយសារតែវាមានកន្លែងចាប់ជួរនេះអញ្ចឹងយើងអត់ខ្លាចតែពេលដែលយើងដាក់ទៅគឺវាខូចហៅថាការ៉ូរបស់យើងឯងចាំមើលខ្ញុំរៀបចំហើយខ្ញុំដាក់តពុឲ្យអ្នកនរគ្នាមើលហើយសួរថាហេតុអីបានខ្ញុំតម្លើងចតុលទាំងយប់ដោយសារជាក់ស្ដែងម៉ូតូខ្ញុំវាជិះកាត់ភ្លៀងថ្ងៃមុនទៅគឺវាលាន់ច្បាក់ធម្មតាទៅជិះកាត់ភ្លៀងវាចាប់ដើមលាន់ច្បាក់ហើយអញ្ចឹងខ្ញុំត្រូវការបាញ់ពេញច្បាក់ហើយបើអត់សិនជាអត់មានចតុលតម្លើងទេគឺពិបាកមែនទែនក្នុងការយើងបាញ់ពេញច្បាក់អញ្ចឹងតម្លើងរួចហើយឥឡូវយើងដាក់នេះម្ដងវាថាខាងនេះប្រៃឥឡូវការតម្លើងរួចហើយប៉ុន្តែមុននឹងតេស្តខ្ញុំត្រូវរៀបចំសោចូលសិនព្រោះអីរៀបចំមកហើយរួចគឺយើងសម្រាកតែម្ដងអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅតេស្តចតុលយើងទាំងអស់គ្នាអូខេរួចហើយប៉ុន្តែមិនដោយសារដាក់ដៃមួយចឹងរៀងតឹងបន្តិចប៉ុន្តែដូចអ្នកឃើញអញ្ចឹងគឺលើកឲ្យចតុលលើកនេះគឺខ្ពស់ជាងមុនឆ្ងាយខ្ពស់ជាងចតុលខ្ញុំមុននេះទៀបជាងនឹងអញ្ចឹងលើកនេះជាងប្រើកម្លាំងបន្តិចអូខេអញ្ចឹងវីដេអូថ្ងៃនេះមានប៉ុណ្ណឹងហើយបើអ្នកនរគ្នាត្រូវការចតុលដូចខ្ញុំអាចតាក់ទងមកបានព្រោះខ្ញុំនៅមានមួយទៀត